បាទសួស្តីបងប្អូនហ្នឹងហើយហើយនេះជាវីដេអូដែលបន្ថែមបាទក៏ដូចជាបញ្ចប់នៅពេលយើងបានបង្កើតជាមួយនឹង Gmail ហើយយើងបានយកមកអឺវាយបញ្ចូលនៅក្នុងបាទទូរស័ព្ទរបស់ភ្ញៀវបងប្អូនបាទអញ្ចឹងគឺយើងវាយបែបហ្នឹងបងប្អូនបាទអញ្ចឹងបងប្អូនអាចមើលជាមួយនឹងវីដេអូដែលខ្ញុំបានបង្ហាញទៅបាទអញ្ចឹងវីដេអូកាលពីវគ្គមុនគឺខ្ញុំអត់បានបង្ហាញពីចំណុចហ្នឹងទេបាទគឺយើងបង្ហាញតែពីរបៀបនៃការបង្កើតជាមួយនឹងបាទ Gmail បាទអញ្ចឹងណាបាទប៉ុន្តែនេះគឺខ្ញុំនឹងបង្ហាញពីរបៀបនៅពេលដែលយើង log ចូលបាទ Gmail ហ្នឹងគឺទៅលើទូរស័ព្ទរបស់ភ្ញៀវនឹងផ្ទាល់តែម្ដងបាទអញ្ចឹងយើងវាយចូលអញ្ចឹងមកហើយយើងដាក់លេខកូដសម្ងាត់បាទអញ្ចឹងមកហើយបន្ទាប់មកយើងចាំមើលបន្តិចបាទហើយរួចហើយយើងចុច agree នឹងបន្ថែមទៀតមកអញ្ចឹងមកគឺយើងរងចាំវាបន្តិចមកបាទអញ្ចឹងតិចទៀតគឺខាង Google វានឹងឲ្យយើងរើសជាមួយនឹងអាស័យដ្ឋាន Gmail របស់យើងបាទអញ្ចឹងជាទូទៅយើងដាក់អាស័យដ្ឋានទីតាំងបាទគឺយើងដាក់នៅខាងក្រៅប្រទេសទៅបងប្អូនបាទអញ្ចឹងបន្ទាប់ពីយើងបាទសរសេរជាមួយនឹងអាស័យដ្ឋានបាទនៅក្រៅប្រទេសហើយយើងចុច save មកបាទតែប៉ុណ្ណឹងគឺជាការស្រេចហើយបងប្អូនបាទហ្នឹងហើយបងប្អូនបាទមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណ